មើលទៅទីណាក៏ជួបតែការខកខានដូចនេះដែរបើតែយ៉ាងនេះខ្ញុំលែងចង់ជួបលែងចង់រៀនមេរៀនស្នេហាដែលជាមេរៀនគ្មានគ្រូនេះទៀតដែរចេញពីសៀមរាបខ្ញុំត្រឡប់មកច្បារអំពៅវិញលើរថយន្តក្រុងពីភ្នំពេញទៅច្បារអំពៅចៃដន្យអីខ្ញុំបានអង្គុយចិត្តតូចតននារីជាក្រុងដ៏ស្រស់បវរម្នាក់កែវភ្នែកដ៏ភ្លឺថ្លាជាមួយកាយវិការញញឹមផងអៀនផងសម្លឹងមករកខ្ញុំជាសញ្ញាថាលានាគ្រាចុងក្រោយមុនពេលដែលនាងរៀបចុះពីរថយន្តក្រុងបានអង្រំបេះដូងខ្ញុំឲ្យកម្រើកជាថ្មីទៀតហើយខ្ញុំក៏ចុះពីរថយន្តតាមពីក្រោយនាងដើម្បីចង់ស្គាល់ផ្ទះនាងដោយមិនបានឲ្យនាងដឹងខ្លួនសោះជួនជាចៃដន្យជួបតន់ទាវស្រីបីដូចអីស្អីជុំរូបឆោមឆ្លើយលើរថយន្តក្រុងតាមដំណាំងផ្លូវបងនឹងពេលអង្គុយចិន